ជំរាបសួរបងប្អូនទាំងអស់គ្នាហើយតាមរយៈវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការបង្ហាញពីការប្រើប្រាស់ជាមួយនឹងកម្មវិធីក្នុងការដែលយើងអាចធ្វើការយករូបភាពទាំងអស់ហ្នឹងប្រើទៅលើ Kling AI ដើម្បីកាត់បន្ថយទៅលើវត្តមាននិយាយរួមទៅគឺកាត់បន្ថយ resolution នៃវីដេអូមួយហ្នឹងកុំឲ្យបាត់បង់គេថាកម្រិតរបស់វាក្របវាអូខេចឹងដោយសារតែវីដេអូមួយនេះខ្ញុំបន្ថែមពីបងប្រុសម្នាក់ដែលក៏បានទៅការចែករំលែកនៅលើ Facebook រួចរាល់ហើយខ្ញុំក៏មានកំណត់គិតថាអូខេដោយសារតែខ្ញុំបានសួរគាត់ដែរថាយើងអាចធ្វើជាលក្ខណៈមួយថារូបជាច្រើនទាំងអស់ក្នុងពេលតែមួយបានអត់អញ្ចឹងគាត់ត្រូវការចំណាយពេលវេលាអញ្ចឹងខ្ញុំគិតថាអ្វីដែលយើងអាចធ្វើទៅបានគឺយើងចង់កាត់បន្ថយពេលវេលារបស់យើងអញ្ចឹងបើសិនជាយើងចំណាយពេលរហូតដល់10នាទី20នាទីចឹងយើងឲ្យកម្មវិធីវាជាអ្នកធ្វើការងារហ្នឹងទៅគាត់ចុចមកប៉ក់ទៅគឺវានឹងដំណើរការក្នុងការដែលបន្ថែមនៅអ្វីដែលយើងចង់បានហើយកម្មវិធីទាំងអស់នេះគឺខ្ញុំអាចធ្វើការផ្ដល់ជូនឲ្យបងប្អូនអរគ្នាអាចធ្វើការ download បានដោយឥតគិតថ្លៃគឺអត់មានការឆាយពីលើទេអញ្ចឹងអាចធ្វើការទិញយកបានអញ្ចឹងដើម្បីកុំឲ្យខាតពេកខ្ញុំនឹងធ្វើការបង្ហាញពីចំណុច1ទៅចំណុច1ពីចំណុច1អញ្ចឹងដំបូងគឺខ្ញុំបានធ្វើការទិញយករូបភាពបានអស់ហើយនេះរូបភាពដែលខ្ញុំធ្វើការធ្វើជាវីដេអូហើយនេះគ្រាន់តែជា sample ទេវាមិនមែនជាអ្វីដែលខ្ញុំនឹងយកធ្វើជាផ្លូវការទេហើយកម្មវិធីដែលខ្ញុំនឹងធ្វើការឲ្យបងប្អូនអរគ្នាអាចធ្វើការ download បានគឺមានឈ្មោះថា Image Intender Pro ហើយកុំបារម្ភកម្មវិធីនេះគឺខ្ញុំជាអ្នក develop ខ្លួនឯងទេដោយពឹងផ្អែកទៅលើ AI ទៅសេ3ម៉ោងអូខេដោយសារទៅរំលឹកយក concept មួយហ្នឹងហើយពេលដែលបងប្អូនគ្នាធ្វើការ extract វានឹងឃើញពី file នេះហើយខ្ញុំសូមបញ្ជាក់ថារាល់ការដែល download កម្មវិធីទាំងអស់ហ្នឹងគឺត្រូវតែជាការ download ចេញពីអ្វីដែលខ្ញុំបានបង្ហាញអ្វីដែលខ្ញុំបានផ្ដល់ឲ្យតែបើសិនជាក្នុងករណីដែលបងប្អូនអរគ្នាអាចបងប្អូនអរគ្នាធ្វើការទាញយកចេញពីកន្លែងផ្សេងចេញពីប្រភពផ្សេងបើសិនជាមានបញ្ហាកើតឡើងគឺខ្ញុំអត់ទទួលខុសត្រូវទេដោយសារតែ copy អ្វីដែលខ្ញុំបានធ្វើការផ្ដល់ជូនហើយខ្ញុំសូមបញ្ជាក់ថាអ្វីដែលបងប្អូនអរគ្នាធ្វើគឺអត់មានភាពលំបាកទេហើយក៏អត់មានអ្វីដែរសាមញ្ញដែរដោយសារតែខ្ញុំយកតាម flow នៃគាត់ដែលគាត់បានបង្ហាញនេះគឺខ្ញុំយកមកធ្វើការសិក្សាពី analyze វាពី flow វាផ្សេងៗបាទខ្ញុំបានធ្វើការចម្លែងចេញជាកម្មវិធីនឹងយកតែម្ដងអញ្ចឹងខ្ញុំធ្វើការចុចទៅលើកម្មវិធីហ្នឹងបន្ទាប់មកវានឹងធ្វើការបង្ហាញបែបនេះអញ្ចឹងខ្ញុំអត់ចាំបាច់បញ្ចូលកម្មវិធីនឹងវែងឆ្ងាយទេដោយសារតែវាអត់មានអ្វីដែលគិតថាវាអត់មានអ្វីដែលជាសាមញ្ញច្រើនហើយក៏អត់មានអ្វីដែលគិតថាវាពិបាកក្នុងការដែលយើងធ្វើដែរអញ្ចឹងចំណុចនៃការចាប់ផ្ដើមបន្តទៀតគឺមានន័យថាបងប្អូនអរគ្នាអាចធ្វើការចុចកន្លែង Beta Load ក៏បានឬក៏ធ្វើការ select រូបភាពទាំងអស់នេះយកមកដាក់ក៏បានចុចជំរឿមួយណាក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំយកចិត្តទីមានយកដាក់ទៅព្រោះដោយសារតែខ្ញុំអត់ចង់ browse ទៅលើរូបភាពផ្សេងបន្ទាប់មកខ្ញុំសូមធ្វើការ drag វាចូល drop វាចូលហើយវានឹងបង្ហាញរូបទាំងអស់ហ្នឹងដោយអ្វីដែលបងប្អូនអរគ្នាបានឃើញខ្ញុំប្រូវាធំអញ្ចឹងនៅពេលដែលខ្ញុំបានធ្វើការបង្ហាញកន្លែងហ្នឹងហើយអ្វីដែលជាចំណុចបន្ទាប់ទី1 resolution ដែលយើងធ្វើជាវីដេអូទៅលើ YouTube ក៏ដោយទៅលើអីក៏ដោយគឺ1920 គុណនឹង1080អញ្ចឹង1920កូននឹង1080តែអត់តន់អស់ទេខ្ញុំយក color fill ហើយខ្ញុំចុចយកកន្លែងនេះគឺយកពណ៌ណាក៏បានដែរងាយស្រួលខ្ញុំយកពណ៌នេះចឹងអូខេនៅត្រង់កន្លែងនេះគឺខ្ញុំនឹងធ្វើការដាក់ដោយសារតែកន្លែងដែលយើងត្រូវកាត់ចេញនៅក្នុង Kling AI គឺកន្លែងហ្នឹងគឺវាកាត់ប្រហែលជា120ដោយអ្វីដែលបងគាត់ធ្វើការបង្ហាញចឹងអញ្ចឹងខ្ញុំសូមធ្វើការដាក់កន្លែងនេះ120ហើយខ្ញុំយក color fill ដោយអ្វីដែរបងប្អូនអរគ្នាបានឃើញអញ្ចឹង resolution នៃការរក្សារបស់វាគឺ1080ដែរតែយើងត្រូវការបែបហ្នឹងអញ្ចឹងយើងកាត់ចេញយើងកាត់120ចេញគឺនៅយើងនៅ1920គុណនឹង1080ដែរទេហើយកន្លែងនេះខ្ញុំជួយយក high quality
អញ្ចឹងនៅពេលដែលខ្ញុំបានធ្វើការរួចរាល់អស់ហើយខ្ញុំចុចពេលថា update select វាមកអញ្ចឹងរូបផ្សេងសួរថាបើសិនជាក្នុងករណីដែលយើងធ្វើរូបផ្សេងទៅជាងត្រូវសេរីចឹងដូចគ្នាប៉ុន្តែខ្ញុំឲ្យជំរឿនមួយទៀតគឺចុចលើពេលថា update all អញ្ចឹងខ្ញុំសូមបញ្ជាក់ខ្ញុំយកពណ៌បៃតងរូបផ្សេងអត់មានទេអញ្ចឹងខ្ញុំសូមទៅការជ្រើសរើសយកពេលថា update all ហើយខ្ញុំមកធ្វើការពិនិត្យមើលរូបភាពទាំងអស់ហ្នឹងវិញដោយអ្វីដែលបងប្អូនទាំងគ្នាបានឃើញគឺខ្ញុំបានធ្វើការបញ្ចូលកន្លែងហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំបានធ្វើការ add attend ទៅលើរូបភាពទាំងអស់ហ្នឹងហើយគឺ resolution របស់ខ្ញុំគឺរក្សានៅដដែលហើយខ្ញុំចុចទៅលើពាក្យថា save all អញ្ចឹងយើងនៅសម័យពីអ្វីដែលយើងបានធ្វើទៅលើដៃបន្ទាប់មកយើងយកមកធ្វើតាមរយៈគឺចំណាយពេលវេលាតិចបំផុតហើយខ្ញុំជឿថាទាំងអស់នេះគឺជាអ្វីដែលយើងត្រូវការចង់ធ្វើហើយទីទៀតខ្ញុំនឹងធ្វើការបង្ហាញពីអ្វីដែលយើងយករូបភាពទាំងអស់ហ្នឹងមកយកមកធ្វើការក្របសំទោសអញ្ចឹងខ្ញុំនឹងធ្វើការថតវីដេអូមួយទៀតដោយសារខ្ញុំអត់ចង់ឲ្យវីដេអូនេះវែងពេកទេអញ្ចឹងអានេះក៏ជាអ្វីដែលខ្ញុំបានធ្វើការបង្ហាញពីនៃការចាប់ដើមក្នុងការដែលប្រើប្រាស់ទៅលើកម្មវិធីមួយហ្នឹងក្នុងការក្របទៅលើវីដេអូមួយហ្នឹងហើយខ្ញុំចុចទៅលើពេលថា save all មកហើយខ្ញុំរើសផាតវាអូខេចាំហើយខ្ញុំ select មួយទៀតខ្ញុំបានរក្សារូបភាពរហូតដល់14រូបភាពខ្ញុំចុច OK បន្ទាប់មកខ្ញុំចូលទៅកាន់កន្លែង new folder អញ្ចឹងអ្វីដែលយើងចំណាយពេលវេលាគឺប៉ុណ្ណឹងទេចុះបើសិនជាយើងមាន100រូប200រូបនេះគឺជាអ្វីដែលខ្ញុំមានកំណត់ក្នុងការសិក្សាពី flow ទាំងអស់ហ្នឹងណាអញ្ចឹងតើតើជាមួយនឹងកម្មវិធីមួយនេះខ្ញុំសូមបញ្ជាក់បងទៀតថាបងប្អូនអរគ្នាអាចធ្វើការទាញយកនៅក្នុងwebsite ដែលខ្ញុំធ្វើការផ្ដល់ជូនដើម្បីធ្វើការទាញយកកម្មវិធីមួយហ្នឹងហើយខ្ញុំសូមបញ្ជាក់ថាកម្មវិធីមួយនេះគឺជាកម្មវិធីមួយដែលខ្ញុំបានធ្វើការបង្កើតឡើង develop ដោយខ្លួនខ្ញុំបន្តអញ្ចឹងបើសិនក្នុងករណីដែលធ្វើការទាញយកអាចធ្វើការទាញយកចេញពីប្រភពពីខ្ញុំបានហើយរកការទាញយកចេញពីប្រភពផ្សេងខ្ញុំសូមអត់ទទួលខុសត្រូវទេដើម្បីជាការការពារទៅលើសុខភាពផ្សេងៗដែលកើតមានឡើងហើយសូមអរគុណហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាអត្ថប្រយោជន៍មួយសម្រាប់បងប្អូនអរគ្នាអាចយកទៅធ្វើការងារបានហើយរងចាំវីដេអូបន្ទាប់ដែលជាវីដេអូមួយដែលខ្ញុំយករូបភាពទាំងអស់ហ្នឹងយកទៅធ្វើការលើសំទោសយកទៅធ្វើនៅលើ Clean AI បន្ទាប់មកខ្ញុំធ្វើការក្របទៅលើ watermark ដែលយើងហៅថា logo ចំជាមួយនឹងវីដេអូហ្នឹងដើម្បីឲ្យវាពេញ resolution របស់យើងវិញអញ្ចឹងវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណសូមជម្រាបលាបាយបាយ